នៅពេលដែលលោកអ្នកស្នើសុំលិខិតអនុញ្ញាតសាងសង់តើតម្រូវឲ្យលោកអ្នកមានឯកសារអ្វីខ្លះចាលោកស្រីអ្នកនាងកញ្ញានិងទស្សនិកជនជាទីគោរពនិងជាទីមេត្រីចានៅថ្ងៃនេះនាងខ្ញុំមានអត្ថបទមួយស្ដីអំពីការសាងសង់ចាដែលជាវិស័យមួយនៅក្នុងចំណោមវិស័យទាំង14នៃអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាលចាស្ដីអំពីតើនៅពេលដែលលោកអ្នកស្នើសុំលិខិតអនុញ្ញាតសាងសង់តើតម្រូវឲ្យលោកអ្នកមានឯកសារអ្វីខ្លះចាដូចនេះសូមអញ្ជើញលោកស្រីអ្នកនាងកញ្ញាតាមដានទស្សនាជាមួយនាងខ្ញុំដូចតទៅនៅពេលដែលលោកអ្នកស្នើសុំលិខិតអនុញ្ញាតសាងសង់ចាតម្រូវឲ្យមានឯកសារដូចជា1ការស្នើសុំលិខិតអនុញ្ញាតសាងសង់ចាត្រូវមានពាក្យសុំលិខិតអនុញ្ញាតសាងសង់អាចយកបានតាម website របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឬនៅតាមមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តចាឬនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាលពាក្យសុំលិខិតអនុញ្ញាតសាងសង់ត្រូវយកមកដាក់នៅអង្គភាពច្រកចេញចូលតែមួយចាច្បាប់ដើមរកអ្នកគូប្លង់ស្ថាបត្យកម្មស្ថាបត្យករមានរូបវ័ន្តបុគ្គលដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ចាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬវិញ្ញាបនបត្រសម្គាល់ម្ចាស់សិទ្ធិជួលអចិន្ត្រៃយ៍ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឬសេចក្តីចម្លងសម្បត្តិបញ្ជាក់កំណើតលិខិតប្រគល់សិទ្ធិច្បាប់ដើមបើមានចាកិច្ចសន្យាជួលទីតាំងដីករណីអ្នកស្នើសុំមិនមែនជាម្ចាស់កម្មសិទ្ធិដីច្បាប់ដើមលក្ខន្តិកៈក្រុមហ៊ុនច្បាប់ដើមបើមាន2ការស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋាននៅពេលដែលមានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្តចាត្រូវមានឯកសារដូចជាពាក្យសុំលិខិតអនុញ្ញាតបើកការដ្ឋានយកមកដាក់នៅអង្គភាពច្រកចេញចូលតែមួយច្បាប់ដើមរកអ្នកគូប្លង់គ្រឿងផ្គុំសំណង់សរសៃដែកវិស្វករសំណង់មានរូបវ័ន្តបុគ្គលដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ត្រូវមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬវិញ្ញាបនបត្រសម្គាល់ម្ចាស់សិទ្ធិជួលអចិន្ត្រៃយ៍ថតចម្លងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឬសេចក្តីចម្លងសម្បត្តិបញ្ជាក់កំណើតចា3ការស្នើសុំលិខិតអនុញ្ញាតបិទការដ្ឋាននៅពេលដែលបានសាងសង់រួចជាស្ថាពរត្រូវមានឯកសារដូចជាពាក្យសុំលិខិតអនុញ្ញាតបិទការដ្ឋានយកមកដាក់នៅអង្គភាពច្រកចេញចូលតែមួយច្បាប់ដើមវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬវិញ្ញាបនបត្រសម្គាល់ម្ចាស់សិទ្ធិជួលអចិន្ត្រៃយ៍ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឬសេចក្តីចម្លងសម្បត្តិបញ្ជាក់កំណើតប្រិយមិត្តជាទីមេត្រីចាប្រសិនបើលោកអ្នកនៅមានចម្ងល់បន្ថែមតាក់ទងនឹងករណីនេះលោកអ្នកអាចអញ្ជើញទៅសាកសួរផ្ទាល់ជាមួយនឹងមន្ត្រីជំនាញនៃអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាលរៀងរាល់ម៉ោងធ្វើការចានៅពេលនេះកម្មវិធីចំណេះដឹងទូទៅដែលរៀបចំឡើងដោយវិទ្យុជាតិខេត្តកណ្ដាលក៏ឈានដល់ទីបញ្ចប់និងខ្ញុំនិងក្រុមការងារនៃវិទ្យុជាតិខេត្តកណ្ដាលសូមអរគុណសូមជម្រាបលា